បាទអញ្ចឹងបងប្អូនធ្លាប់តែឃើញរក្សាឥឡូវថ្ងៃនេះបានជួបឪពុកគាត់អញ្ចឹងខ្ញុំហៅរក្សានឹងឪពុកគាត់មកនេះដើម្បីធ្វើវីដេអូផ្ញើទៅបងនៅសហរដ្ឋអាមេរិកដែលគាត់បានឧបត្ថម្ភថវិកាមួយចំនួនដល់រក្សាអញ្ចឹងឪពុករក្សាអាចណែនាំឈ្មោះបាននេះបងឈ្មោះអីនៅភូមិណាឃុំណាស្រុកណាខ្ញុំឈ្មោះពឹងស៊ីហុកនៅភូមិព្រៃប្រោះភូមិសង្វោយស្រុកស្រែកខេត្តសៀមរាបខ្ញុំមានកូន4នាក់រក្សាកូនទីម៉ានកូនទី1រក្សាកូនទី1ខ្ញុំចង់សួរបន្តិចទៀតបងប្អូនតាមបណ្ដាញសង្គមក៏តែងសួរថាតើរក្សាកើតអីបានទៅជាអញ្ចឹងវាមូលហេតុមកពីអីខ្លះបងអាចរៀបរាប់បានខ្លីៗបាននេះកាលពីដើមឡើយរក្សាកើតមកយ៉ាងម៉េចដូចគេដូចឯងយ៉ាងម៉េចពីដើមឡើយវាកើតមកដូចគេដូចឯងពីតូចមកកើតមកធម្មតាប៉ុន្តែអាយុបានជាប្រហែលជាមួយខូបជាងមួយខូបកន្លះដូចឆ្នាំកន្លះយ៉ាងមានជំងឺគ្រុនឈាមដល់ពេលគ្រុនឈាមទៅពេទ្យគេព្យួរសរោមកន្លែងនេះចាំមកកន្លែងក្បាលទៅវាមានសរសៃធំតែនោះសរសៃធំទៅដល់ពេលព្យួររួចហើយពេលជាពីជំងឺនោះមកគ្រុនឈាមមកផ្ទះវិញក៏ឃើញមានរាងបោងកន្លែងនេះបន្តិចវារៀងឡើងសរសៃឈាមភ្នែកឡើងក្រហមបន្តិចគល់ភ្នែកទីនេះដល់ពេលឡើងយូរវាឡើងធំយើងទៅពេទ្យដល់ពេទ្យគេពិនិត្យមើលថាវាមានជំងឺមួយយ៉ាងទៀតគេហៅជំងឺដុំនៅក្នុងសរសៃឈាមទៅគេឲ្យថ្នាំមកលេបមកផ្ទះវិញអញ្ចឹងអាការៈនោះយ៉ាងម៉េចធំទៅយ៉ាងម៉េចអាការៈនោះវាអត់ថយវានៅតែធំទៅរហូតដល់វាឡើងពីមកពើទៅទៀតចុះពីដើមឡើយភ្នែករបស់គាត់នឹងអត់ទាន់ប៉ះពាល់ទេអត់ទេអត់មានអីទេធម្មតាមានរូបថតតែខ្ញុំអត់ទាន់បានទាញយកពីខំចាស់ដែលខ្ញុំតែងបង្ហោះពីមុនមកចុះបងមិនប្រញាប់ព្យាបាលកាលនោះកុំឲ្យខូចភ្នែកទៅតាមទៅជាប់ដែរទៅព្យាបាលនៅមន្ទីរពេទ្យគុណភាពផាដែលវាឡើងធំចុះគេឲ្យថ្នាំដើមហ្មងដល់ឡើងធំចុះចូលទៅពេទ្យតមន្ទីរពេទ្យគេក៏វាកាត់ឡើងទីពេទ្យគុណភាពផានោះបានវាកាត់ហើយវាកាត់នៅទីពេទ្យគុណភាពផាបានម្ដងវាកាត់ដូចហើយរយៈពេល3ខែគេឲ្យឡើងទៅជួបវិញដល់វារួចវាឡើងធំគេជាធំទៅដល់ពេលទៅជួបម្ដងទៀតលោកគ្រូពេទ្យនោះក៏អត់ហ៊ានវាទីថាវាទៅអត់បានជោគជ័យគេឲ្យមកផ្ទះវិញឲ្យទៅថ្នាំបាទរហូតដល់ដាច់ទៅផ្ទះវិញមកផ្ទះវិញក៏រឿងយូរខ្ញុំអត់អស់ចិត្តខ្ញុំក៏យកទៅខាងពេទ្យពេទ្យយើងកោវើកុមារអង្គរទៅខាងកុមារអង្គរទៀតទៅកុមារអង្គរក៏មានពេទ្យវាកាត់ដែរតែខ្ញុំទៅជួបដល់ពេទ្យគេមកពីបរទេសកាលនោះគេទៅជួបទៅពេទ្យនោះគេណែនាំឲ្យទៅពេទ្យគុណគីមឃ្លៀងទៀតបានទៅវាកាត់នៅខាងគីមឃ្លៀងនោះម្ដងដែរទៀតបាទអញ្ចឹងសាច់មុខក៏ចាប់តាមធំមករហូតដល់សប្តាហ៍ថ្ងៃបាទពេលវាគីមឃ្លៀងក៏អត់បានជោគជ័យគេក៏ហ៊ានវាកាត់ដែរគេក៏ដូចធ្វើដូចនឹងខាងគុណភាពបុប្ផាដែរបាទឲ្យមកផ្ទះវិញចាំឲ្យវាឡើងធំមកទេដូចជាអត់ហ៊ានដូចតែអត់មានជំនាញវាកាត់អញ្ចឹងបានន័យថាបងនេះក៏រុះរិនក្នុងការមើលក៏ដែរមិនទុកកាត់ចោលទេបាទអត់ដែរទុកទេជាបានតាមតរហូតបាទទៅនឹងឥឡូវបងមានក្តីសង្ឃឹមថាបានទៅអូស្ត្រាលីណាបាទមានក្តីសង្ឃឹមចុងក្រោយណាបាទចុងក្រោយបាទនឹងបន្ទាប់ពីគីមឃ្លៀងនោះមកបានតំណងដល់បងមួយទៀតដែលតែងតែជួយខាងនេះនោះធនមេហៀងបងមេហៀងហ្នឹងណាដែលតែងជួបគាត់ទៅបានទៅវាកាត់នៅអូស្ត្រាលីម្ដងទៀតដែលក្រោមការឧបត្ថម្ភច្រើនពីអភិបាលខេត្តសៀមរាបអាដាមប្រាក់ព្រឿនបាទអាដាមប្រាក់ព្រឿនដែលគាត់តែងតែជួយទៅរហូតជារៀងរហូតមកគាត់ជួយនឹងបងប្អូន